សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាស្គាល់ផ្កាដ៏ស្រស់ស្អាតម្យ៉ាងដែលមើលទៅហាក់ដូចជាទន់ភ្លន់ប៉ុន្តែបង្កប់នូវថាមពលនិងការតស៊ូយ៉ាងអស្ចារ្យផ្កាដែលអ្នកទាំងអស់គ្នាកំពុងឃើញនេះមានឈ្មោះថាផ្កា Flowering Queen ឬយើងអាចហៅជាភាសាខ្មែរបានថាផ្កា Queen ឬក៏ផ្កាគីងពេងវាជារុក្ខជាតិម្យ៉ាងដែលហ៊ានបញ្ចេញសម្រស់រីកចាំងចែងសំបីទៅនៅក្នុងអាកាសធាតុត្រជាក់បំផុតខណៈដែលផ្កាដទៃទៀតមិនហ៊ានលាស់ផងចំណុចដែលប្លែកនិងចម្លែកបំផុតរបស់ផ្កានេះគឺជារុក្ខជាតិម្យ៉ាងដែលរីកផ្កាមុននឹងដុះស្លឹកនៅលើមែកឈើដ៏រឹងមាំរបស់វានឹងមានសភាពក្រៀមបន្តិចបែរជាមានពណ៌ផ្កាឈូកក្រមៅរីកដុះដាលចេញមកជាកញ្ចុំយ៉ាងស្រស់ត្រកាលឯស្រទាប់ផ្ការបស់វាវិញមានសភាពរលោងក្រាស់និងមានលំអងពណ៌លឿងខ្ចីនៅចំកណ្ដាលដែលមើលទៅដូចជាគ្រាប់ត្បូងដែលគេយកមកដាំនៅលើមែកឈើអញ្ចឹងនេះហើយជាមន្តស្នេហ៍នៃធម្មជាតិដែលរៀបចំឲ្យផ្កានេះលេចធ្លោជាងគេបំផុតនៅដើមរដូវផ្ការីកក្រៅពីសម្រស់ដ៏ទាក់ទាញអ្នកទាំងអស់គ្នាផ្កាគីងពេងឬផ្កា Flowering Queen នេះក៏បង្កប់នៅអកម្បាំងផ្នែកហុងស៊ុយក៏ដូចជាការលើករាសីបើសិនបើគេជឿជាក់អីចឹងណាយ៉ាងស៊ីជម្រៅផងដែរតាមជំនឿអាស៊ីពណ៌ក្រហមឆ្អៅឬពណ៌ផ្កាឈូកក្រមៅរបស់វាតំណាងឲ្យសំណាងល្អភាពរីករាយនិងភាពរុងរឿងចំណែកឯមែកដែលមានបន្លាតូចៗរបស់វាត្រូវបានគេជឿជាក់ថាអាចជួយការពារនិងដេញឧបទ្រពចង្រៃមិនឲ្យបៀតបៀនគ្រួសារបានឡើយវាជានិមិត្តរូបនៃភាពអំណត់តស៊ូនិងការចាប់ផ្ដើមថ្មីដែលពោរពេញទៅដោយផ្លែផ្កាក្នុងជីវិតប្រសិនបើអ្នកចង់ដាំផ្កានេះដើម្បីលើករាសីគួរជ្រើសរើសទីតាំងនៅទិសខាងកើតឬទិសអាគ្នេយ៍នៃសួនច្បារព្រោះវាជាទិសមួយដែលជួយជំរុញថាមពលលុយកាក់និងសុខភាពប៉ុន្តែសូមប្រយ័ត្នបន្តិចកុំដាំវានៅគៀកមាត់ទ្វារដើរចេញចូលពេកឬដាក់នៅក្នុងបន្ទប់គេងឲ្យសោះព្រោះតាមក្បួនហុងស៊ុយបន្លារបស់វាអាចបង្កជាថាមពលមុតស្រួចរំខានដល់ភាពស្ងប់សុខនិងអាចបង្កឲ្យមានការឆ្លោះប្រកែកគ្នាក្នុងក្រុមគ្រួសារយើងត្រូវចងចាំថាជីវិតរបស់យើងក៏ប្រៀបដូចជាផ្កាគីងពេងនេះអញ្ចឹងដែរទោះបីជាត្រូវឆ្លងកាត់រដូវរងាដ៏ត្រជាក់ឬជួបឧបសគ្គដែលមុតស្រួចដោយបន្លាក៏ដោយក៏យើងនៅតែអាចរីកស្គុះស្គាយនិងបង្ហាញភាពរឹងមាំរបស់យើងទៅកាន់ពិភពលោកបានដែរធម្មជាតិបានផ្ដល់ឲ្យយើងច្រើនលើសលប់ពីសម្រស់របស់យើងទៅទៀតប្រសិនបើយើងចេះសង្កេតនិងរៀនសូត្រពីវាចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះផ្កាដ៏មានអត្ថន័យមួយនេះសូមកុំភ្លេចចែករំលែកមតិរបស់អ្នកទាំងអស់គ្នានៅខាងក្រោមផងណាអ្នកទាំងអស់គ្នាក៏ត្រូវចងចាំចំណុចមួយដែរទោះបីជាផ្កានេះមានគុណប្រយោជន៍ឬមិនមានយ៉ាងណាក៏ដោយក៏វាមិនសំខាន់ស្មើនឹងក្តីស្រឡាញ់ដែលយើងមានចំពោះវាដែរយើងដាំវាព្រោះយើងស្រឡាញ់សម្រស់របស់វាយើងថែវាព្រោះវាផ្ដល់សេចក្តីសុខផ្លូវចិត្តមកឲ្យយើងសម្រស់ធម្មជាតិមិនចាំបាច់ទាល់តែមានតម្លៃខ្ពង់ខ្ពស់ឬមានមន្តអាគមទើបយើងត្រូវការនោះទេ